លោកគ្រូមានភ្ញៀវគាត់សួរថាលោកគ្រូខ្ញុំអត់ដែលធ្លាប់កែសម្ផស្សទេប៉ុន្តែខ្ញុំចង់មកប្រឹក្សាជាមួយលោកគ្រូដើម្បីយល់ដឹងពីការកែសម្ផស្សតើលោកគ្រូគិតថាពីការទេពេលដែលមកពិភាក្សាជាមួយលោកគ្រូក្នុងពេលដែលយើងនិយាយពីការកែសម្ផស្សបានសម្រាប់អតិថិជនដែលគាត់ចង់មកពិគ្រោះផ្ទាល់នៅទីនេះបងគិតតម្លៃ$20សម្រាប់ការពិគ្រោះមួយដងណាអញ្ចឹងក្នុងអំឡុងពេលហ្នឹងបងអាចផ្ដល់ពេលឲ្យគាត់តាក់ទងសំណួររបស់គាត់ដែលគាត់មានហើយបងក៏អាចផ្ដល់ពីចំណេះដឹងដែលបងបានមាននៅក្នុងវិស័យកែសម្ផស្សនឹងផ្ដល់ជូនគាត់វិញដូចគ្នាតើកែរបៀបម៉េចស្អាតសុវត្ថិភាពតើគួរជ្រើសរើសដុកទ័របែបណាតើសាច់ចំមុះគាត់នឹងគួរកែបានទម្រង់បែបណាខ្លះយើងមានធ្វើការពិនិត្យការវាស់វែងអីនៅពេលដែលយើងពិគ្រោះនឹងហើយយើងអាចគូររូបឲ្យគាត់មើលតើទម្រង់ចំមុះនឹងគួរបានគ្រប់ទម្រង់របៀបណាហើយក៏យើងមានរូបភាពបង្ហាញផ្សេងទៀតដែរអញ្ចឹងក្នុងការចំណាយពេលមកប្រឹក្សាហ្នឹងគឺបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើនណាស់ហើយបងប្អូនចំណាយតែ$20ទេប៉ុន្តែបើបងប្អូនពិគ្រោះហើយថ្ងៃក្រោយបងប្អូនមានទំនុកចិត្តបងប្អូនមកកែសម្ផស្សមួយលោកគ្រូ$20ហ្នឹងលោកគ្រូនឹងផ្ដល់ជូនបងប្អូនវិញ